នេះជាបំណងប្រាថ្នាតែមួយគត់ដែលខ្ញុំគ្រាន់តែចង់ឲ្យលោកប៉ាឈរនៅមុខខ្ញុំនៅពេលនេះរយៈពេល3ឆ្នាំខ្ញុំតែងតែឃើញមុខអ្នករយៈពេល3ឆ្នាំខ្ញុំតែងតែឮសម្ដីអ្នកក្នុងរយៈពេលឆ្នាំនោះខ្ញុំចាំជានិញចាំមិនភ្លេចរាល់ទង្វើដែលអ្នកធ្លាប់ធ្វើកន្លងផ្ដោមបីបងប្រឡាយអ្នកមិនដែលទុកឲ្យខ្ញុំនៅម្នាក់ឯងព្រោះអ្នកតែងតែខ្លាចបាត់រូបខ្ញុំអ្នកមិនដែលធ្វើឲ្យខ្ញុំយំនឹកឃើញដល់ការក្រេនោះខ្ញុំជិះលើកអ្នកដើរលេងជាមួយអ្នកមកពេលខ្ញុំនឹកឃើញម្ដងខ្ញុំស្រែកសុទ្ធទេវតាថាពេលនេះអ្នកនៅទីណាក្នុងចិត្តខ្ញុំសែនជឿផ្សាហេតុអ្វីខ្ញុំមិនឲ្យហៅលោកប៉ាដូចគេសាប់ពីខ្ញុំដែរបានសរសេរចង់អង្វរសម្រូបអ្នកត្រឡប់វិលវិញបានទេពេលនេះខ្ញុំពិតជាត្រូវការវិលវិញបានទេលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាសម្លៀកបំពាក់មិនសមរម្យពួករកខ្ញុំនេះខុសគេកំណត់សម្រាប់ក៏ជាតែខ្ញុំតាមបងប្អូននឹងទេចំណែកអាហារទាំងយប់ទាំងថ្ងៃខ្ញុំបរិភោគពីគេអាចជួនកាលខ្ញុំដែលយត់បាយខ្ញុំមិនដឹងធ្វើមិនទេដែលកាត់សាលាសង្ឃឹមថានៅថ្ងៃណាមួយអាចមានឱកាសមករៀនមកសូត្របើសិនជាគេជួយខំលេងស្រមៃទាំងយប់ទាំងថ្ងៃវាធ្វើឲ្យខ្ញុំនេះទុកព្រួយរសិនណែតែនាងឯងឆាកជីវិតមានតែមួយឬឆាកជីវិតរបស់ខ្ញុំវាបានតែប៉ុណ្ណឹងខំលើកទឹកចិត្តដល់ខ្លួនឯងឲ្យចេះខំប្រឹងតែសំណាងមិនល្អព្រោះតែគ្មានទីពឹងមានតែខាងមកសង្កត់ចិត្តធ្វើមើលបើជាវាយ៉ាងនឹងបើសិនលោកប៉ាក៏នៅទីនេះមិននឹងយល់ល្អប៉ុណ្ណាប្រហែលជាកូនណាមានចំណេះបន្ទាប់ពីចេញពីសាលាមានការងារធ្វើមានមុខមានមាត់ជប់ទឹកកញ្ចែ100ដុល្លារមិនដូចជាពេលនេះទេកូនជាក្មេងបាបសាទឹកភ្នែកដែលបានហូរស្រក់បន្សល់ខ្លាចជាពាក្យពេចន៍កំណាពាក្យពេចន៍ដែលបានហោះហើរវាហើបបីដូចជាចាប់វាដោយទៅតាមវិយោសមុទ្រសង្ឃឹមថាថ្ងៃណាមួយរូបខ្ញុំនឹងបានជួបលោកកើពុកឃើញសង្ឃឹមថារូបអ្នកនឹងហ៊ានប្រឈមមុខទទួលស្គាល់នៅការពិតហើយចេះគិតពិចារណាសុភមង្គលនៅលើវាវត្តសង្សារទៅចេះគិតថាខ្លួនជាឪពុកទៅចេះគិតថាខ្លួនជាមេបាទៅចេះគិតថាខ្លួនមានគ្រួសារទៅចេះគិតថាខ្លួនមានបុត្រទៅចេះធ្វើចិត្តឲ្យខ្លាំងតតាំងកុំចាញ់កុំញ៉ាំកុំសាជឿជើងមកជួបកូនប្រុសម្នាក់នេះផ្ទុះបើជាអ្នកខុសប៉ុណ្ណាមានគ្មានប្រមាណអ្នករស់គ្មានឪពុកមានគ្មានប្រមាណអ្នកកើតទុកដូចជារូបខ្ញុំស្រ័យជុំក៏ទៅចង់ឃើញអ្នកហើយនិយាយប្រាប់រូបអ្នកថាវិលវិញបានទេនៅលោកប៉ា